គាត់ជា manager មែនតែគាត់អត់ដែរចេះធ្វើអានេះទេពីដំបូងគាត់ចេះតែខ្មាស់ហ៊ានមិនសូវនិយាយពីបញ្ហារបស់ពួកគាត់ទេតែបន្ទាប់ពីយើង mentoring គាត់ហ៊ាននិយាយថាគាត់ខ្វះចំណុចនេះកន្លងមកខ្ញុំ mentoring ពួកគាត់ខ្ញុំសង្កេតឃើញថាពីដំបូងដើមទីទៅពួកគាត់ចេះតែខ្មាស់ហ៊ានមិនសូវនិយាយពីបញ្ហារបស់ពួកគាត់ទេតែបន្ទាប់ពីយើង mentoring មួយរយៈទៅយើងឆ្កឹះគាត់ឆ្កឹះចុះឆ្កឹះឡើងទៅគាត់ចាប់ផ្ដើម confident គាត់ហ៊ាននិយាយថាគាត់ខ្វះចំណុចនេះគាត់អត់យល់កន្លែងនេះគាត់សួរយើងទៅយើងអាចឆ្លើយចំមកចំណុចដែលគាត់យកទៅអនុវត្តកន្លែងការងារគាត់បានគាត់ចាប់ផ្ដើមនិយាយថាគាត់ជា manager មែនតែគាត់អត់ដែរចេះធ្វើអានេះទេគាត់ជា manager មែនតែគាត់អត់ដែររៀបអានេះទេ manager មួយចំនួនដែលគាត់យល់ថាខ្លួនគាត់មានបទពិសោធន៍ហើយធ្វើវាបានណាគាត់និយាយថាគាត់ចេះតែគិតថាគាត់មានបទពិសោធន៍គាត់ធ្វើវាបានតែដល់មានគ្រូណែនាំគាត់ថាការងារបច្ចេកទេសគេធ្វើអញ្ចឹងបានត្រូវក្បួនអញ្ចឹងទៅបានគាត់មានអារម្មណ៍ថាអូគាត់ធ្វើអញ្ចឹងស្រួលជាងហើយច្បាស់លាស់ជាងហើយប្រហែលជាស្រួលបញ្យល់ទៅដល់ថ្នាក់លើគាត់ជាងនេះគឺជាកម្មវិធីពិសេសរបស់ CAC ដែលគេ mentoring manager ទាំងអស់ឲ្យចេះធ្វើការងារទាំងអស់ហ្នឹង